នេះឡើងខ្ជូតអ្នកនរគ្នាទៅលេងកោះទៀតហើយអ្នកទាំងអស់គ្នាអើយដោយសារតែរដូវកាលនេះនាំគ្នាទៅលេងកោះដឹងតែសប្បាយខ្លាំងហ្មងជីទូកស្ទូចមឹកស្ទូចត្រីហែលទឹកមើលផ្កាថ្មថ្ងៃលិចថ្ងៃរះក៏អែមហើយទឹកសមុទ្រនៅក្នុងរដូវកាលនេះគឺថាថ្លាស្អាតខ្លាំងមែនទែនហ្មងជាមួយនឹងសកម្មភាព activity ជាច្រើនមកលើកនេះនាំគ្នាទីម៉ូតូទៅដើរលេងសមុទ្រនៅក្នុងតំបន់ប្រជុំកោះស្ដេចហើយធ្វើដំណើរបន្តទៅកាន់តំបន់ឆ្នេរតំបន់ប្រជុំកោះស្អាតប្លែកៗជាច្រើនកន្លែងទៀតដែលស្ថិតនៅតំបន់តារាសាគរខេត្តកោះកុងមុនចូលដល់វីដេអូកុំភ្លេចចុច like page ជាមួយនឹង follow ដើម្បីពួកយើងធ្វើដំណើររួមគ្នាទៅមុខបន្តទៀតដាក់ plan ទៅលេងសមុទ្រលោកនេះគឺថានាំគ្នាជិះម៉ូតូទៅជុំគ្នាសប្បាយខ្លាំងមែនតើអ្នកខ្លះវិញត្រៀមខ្លួនទៅលេងសមុទ្ររៀបចំអីវ៉ាន់អត់បានគេងអត់បានអីទេឲ្យតែថាបានទៅសមុទ្រគឺថារំជួលចិត្តអស់ហើយព្រឹកឡើងបានជិះម៉ូតូជុំគ្នាយ៉ាងតិចគឺថាម្នាក់រំភើបញាប់ញ័រខ្លាំងមែនតើតាមផ្លូវធ្វើដំណើរផ្លូវថ្មីនៅខាងកោះកុងឥឡូវគឺថាស្រួលធ្វើដំណើរខ្លាំងមែនតើទេសភាពក៏ស្អាតគ្រាន់តែថាផ្លូវដែលយើងធ្វើដំណើរទៅកាន់កោះស្ដេចឥឡូវវាមានកលុកតិចតួចមកដល់ផែកោះស្ដេចភ្លាមម្នាក់បញ្ញាបញ្ញារៀបចំអីវ៉ាន់ឡើងទូកដើម្បីធ្វើដំណើរទៅកាន់កោះស្ដេចដើម្បីឈៀងចូលទៅទិញអីវ៉ាន់ចំណីអាហារជាពិសេសនោះគឺគ្រឿងសមុទ្រនៅលើកោះស្ដេចគ្រឿងសមុទ្រច្រើនមែនតើអ្នកទាំងអស់គ្នាថ្មីស្រស់ធំអូយគឺថាតំណងហ្មងហើយក្មេងៗនៅលើកោះស្ដេចមិនបាច់ចេញទូកដើម្បីទៅស្ទូចត្រីអីស្ទូចត្រីតែពីលើផ្ទះហ្នឹងក៏បានដែរបានត្រីបានមឹកហើយត្រីគាត់ស្ទូចបានមួយគឺថាដាក់លើកហ្មងមឹកក៏អញ្ចឹងដែរគឺស្ទូចបានមឹកបានអីនៅលើផ្ទះគាត់ហ្នឹងជាពិសេសវិញបើនៅកន្លែងបែរគាត់ចិញ្ចឹមត្រីគឺថាឃើញត្រីធំឡើងអូយមើលទៅឃើញតំណងមែនតើអ្នកទាំងអស់គ្នាហើយបើចំពោះកូនត្រីរ៉ែនេះវិញក្មេងៗគឺថាដាក់លើកហើយឡើងច្រើនយើងមើលទៅឃើញសុទ្ធតែកូនត្រីឡើងស្កេះពេញទឹកហ្នឹងហ្មងហើយពួកយើងអត់បងអង្គយូរគឺថាប្រញាប់ឡើងទូកដើម្បីទៅកាន់ប្រជុំកោះនីមួយដែលពួកយើងចង់ទៅថ្ងៃហ្នឹងដើម្បីទៅស្ទូចត្រីមើលផ្កាថ្មហែលទឹកលេងព្រោះកុំឲ្យខាតពេលវេលាសប្បាយនៅលើទូករដូវកាលនេះគឺជារដូវកាលដែលយើងអាចទៅលេងនៅខាងសមុទ្រហ្នឹងគឺថាសប្បាយខ្លាំងហ្មងព្រោះដោយសារតែទេសភាពបរិយាកាសជាពិសេសជាមួយនឹងទឹកសមុទ្រនៅក្នុងខែនេះទឹកសមុទ្រគឺថាថ្លាខ្លាំងហើយស្អាតយើងមើលឃើញដល់បានអញ្ចឹងនៅក្នុងខែហ្នឹងវាជាគុណសម្បត្តិមួយសម្រាប់យើងដែលចូលចិត្តទៅដើរលេងស្ទូចត្រីហែលទឹកមើលផ្កាថ្មអីហ្នឹងគឺថាទឹកឡើងឃ្លាឡើងស្អាតហើយយើងស្ទូចត្រីអីហ្នឹងគឺថាសប្បាយខ្លាំងមែនតើហ្មងហើយពួកយើងមិនមែនជាអ្នកចេះស្ទូចត្រីជំនាញអីទេក៏ប៉ុន្តែនៅពេលដែលយើងទៅដល់លើសមុទ្រហើយដាក់ស្ទូចគឺថាសប្បាយដាក់លើកហ្មងអ្នកទាំងអស់គ្នាអ្នកអត់ចេះស្ទូចត្រីមិនក៏ដោយឲ្យតែថាទៅដល់សមុទ្រស្ទូចត្រីហើយភាគរយច្រើនណាស់ដឹងថាបានត្រីហ្មងគាត់ថាមានត្រីទូចឬក៏ត្រីធំតាមសន្ទូចឬក៏នុយរបស់យើងចឹងទៅអូនេះឡើងខ្ជូតអ្នកនរគ្នានៅកោះកុងយើងហ្នឹងខ្ញុំអូខ្ញុំអ្នកលេងស្ទូចបាទនេះអ្នកលេងមួយកដងទឹកបាទស្ទូចលេងកបោនៃគេ ជាពិសេសដូចបងខ្ញុំនេះអញ្ចឹងគឺជាអធិរាជស្ទូចត្រីដងកបោនហ្មងមិនថាទៅស្ទូចត្រីនៅក្នុងតំបន់ណាទីណាកន្លែងណាឲ្យតែគាត់យកស្ទូចគាត់ទៅគឺស្ទូចមិនដែរបានទេមូលហេតុនោះដោយសារតែគាត់ចូលចិត្តបញ្ចុកត្រីឬក៏ដាក់ចំណីឲ្យត្រីស៊ីខ្ញុំនិយាយលេងអ្នកនរគ្នាក៏ប៉ុន្តែនៅពេលដែលយើងជិះទូកស្ទូចត្រីមើលផ្កាថ្មនៅក្នុងតំបន់ទឹកសមុទ្រដែលថ្លាស្អាតហើយបរិយាកាសល្អបែបនេះគឺថាសប្បាយខ្លាំងមែនទែនយើងជួបជុំគ្នានៅលើទូកត្រីដែលយើងបានស្ទូចមកភ្លាមហ្នឹងគឺថាយើងចាប់ផ្ដើមដាក់អាំងជុំគ្នាអូគឺថាឡងសប្បាយឡងឈៀលខ្លាំងមែនតែនហ្មងគប់ផ្សំជាមួយនឹងគ្រឿងសមុទ្រដែលយើងបានទិញពីខាងកោះស្ដេចមកថ្មីស្រស់ធំចេះទៀតឡងតំណងឆ្ងាញ់ខ្លាំងមែនតែនសាច់ឡងផ្អែមហ្មងអ្នកទាំងអស់គ្នាម៉ាច់ឈិញគ្នាខ្លាំងមែនតែនជាមួយនឹង Gansberg Snow ដោយសារតែ Gansberg Snow មានរសជាតិស្រាលស្រទន់ឆ្ងាញ់ងាយស្រួលលេបញ៉ាំជាមួយនឹងគ្រឿងសមុទ្រថ្មីស្រស់បែបនេះគឺថាអែមខ្លាំងមែនតែនហ្មងអ្នកទាំងអស់គ្នាជាមួយនឹងបរិយាកាសដ៏ល្អនៅលើទូកស្ទូចត្រីលេងកំសាន្តបណ្ដាលឈៀលលេងជុំគ្នាបណ្ដាលមើលទេសភាពឈៀលទាំងអស់គ្នាជាមួយនឹងមិត្តភ័ក្តិបងប្អូននៅតាមតំបន់ប្រជុំកោះបែបនេះគឺថាឡើង relax ឡើង heal ឡើង chill ហ្មងអ្នកទាំងអស់គ្នា Gansberg Snow គេបានចេញជាមួយនឹងកំប៉ុងថ្មីរូបរាងថ្មីពណ៌ក៏ថ្មីពណ៌នេះឡើងស្អាតឡើង cool ហ្មងកាន់មកឡើងមើលទៅឡើង premium ឆាកសមខ្លាំងមែនតើមិនថាទីណាកន្លែងណាបរិយាកាសបែបណាឯង chill ជាមួយនឹង Gansberg Snow cool like that ហ្មងហើយបន្ទាប់ពីពួកយើងចេញពីកន្លែងស្ទូចត្រីពួកយើងធ្វើដំណើរបន្តទៅកាន់កោះស្មាច់ដើម្បីទៅងូតទឹកលេងជាពិសេសនោះទៅជិះជែកដែលអូបបគឺថាសប្បាយខ្លាំងមែនតើអ្នកនរគ្នាអ្នកដែលទៅលេងនៅខាងតំបន់ចិត្តកោះស្ដេចអីកុំភ្លេចឈៀងទៅខាងកោះស្មាច់ហើយទៅជិះជែកនេះលេងសប្បាយខ្លាំងមែនតើហ្មងព្រោះដោយសារតែទឹកនៅកន្លែងនេះគឺវាអត់សូវមានជាអាឡកខ្លាំងឬក៏ទឹកជ្រៅឲ្យយើងពិបាកក្នុងការលេងកំសាន្តនៅម្ដុំហ្នឹងឯងគឺថាទឹកឡើងថ្លាឡើងខ្លាំងមើលឃើញដល់បានអញ្ចឹងនៅពេលដែលយើងទៅលេង activity ជិះជែកអូបបែបនេះគឺថាសប្បាយអូយសប្បាយរពាក្យដាក់បាននេះអ្នកនរគ្នាជិះបដាសេកបដាហូបដាជុំគ្នាហ្នឹងគឺថាសប្បាយខ្លាំងមែនតើខ្ញុំពិតជាស្រឡាញ់បរិយាកាសក៏ដូចជាទេសភាពនៅខាងតំបន់កោះស្មាច់កោះស្ដេចនិងតារាសាគរនេះខ្លាំងមែនតើហ្មងអ្នកទាំងអស់គ្នាព្រោះដោយសារតែស្ថានភាពនៃទឹកគឺថាថ្លាស្អាត
ឡើងមើលទៅយើងឃើញឆ្លោះដល់បាតទឹកហើយនៅតាមតំបន់ឆ្នេរក៏ដូចជាកោះនីមួយៗមានថ្មមានអីអញ្ចឹងទៀតសម្រាប់អ្នកចូលចិត្តហែលទឹកមើលផ្កាថ្មលឹបមើលជីវៈចម្រុះនៅក្រោមបាតទឹកអីគឺដឹងតែត្រូវចិត្តហ្មងព្រោះដោយសារតែទឹកនៅហ្នឹងគឺថ្លាស្អាតដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងបូត្រីសបូកន្លែងដែលយើងអាចនឹងស្ទូចត្រីបានឲ្យយើងឈៀលកំសាន្តបានគឺថាច្រើនកន្លែងមែនតើជាពិសេសនោះដូចនៅក្នុងល្ងាចនេះពួកយើងធ្វើដំណើរមកសម្រាប់លំហែនៅលើកោះម្នាស់បើនិយាយពីតំបន់នៅជុំវិញកោះម្នាស់នេះវិញគឺថាសិតសឹងតែជាតំបន់ដែលយើងអាចមកឈៀលកំសាន្តបាននៅនឹងទេសភាពស្អាតច្រើនកន្លែងមែនតើប្រជុំកោះនីមួយៗតំបន់ឆ្នេរនីមួយៗគឺឆ្នេរសាច់សឡើងសក្បោះទឹកវិញងាកទៅខាងណាក៏ថ្លាស្អាតខ្លាំងដែរអ្នកទាំងអស់គ្នាហើយសម្បូរទៅដោយជីវៈចម្រុះបើត្រីវិញគឺថាឡើងច្រើនឡើងខ្ញែសពេញទឹកនឹងហ្មងអ្នកទាំងអស់គ្នាអ្នកចូលចិត្តហែលទឹកលេងអីគឺថាគាត់សប្បាយនឹងហែលទឹកនៅក្នុងតំបន់នេះហ្មងព្រោះដោយសារតែអាឡូកនៅក្នុងតំបន់នេះគឺអត់សូវធំខ្លាំងអីឲ្យយើងពិបាកក្នុងការហែលទឹកទេអញ្ចឹងគឺថាដូចជនជាតិបរទេសនេះអញ្ចឹងគឺថាគាត់ហែលចេញពីត្រើយម្ខាងទៅត្រើយម្ខាងគឺគាត់សប្បាយក្នុងការហែលទឹកលេងនៅនឹងទេសភាពស្អាតបរិយាកាសល្អទឹកសមុទ្រវិញក៏ថ្លាល្អអញ្ចឹងនៅពេលដែលយើងដើរលេងនៅខាងប៉ែកខាងសមុទ្រនៅក្នុងរដូវកាលបែបនេះគឺថាសប្បាយខ្លាំងហ្មងអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀត